welcome ជាមួយនឹងវីដេអូថ្មីរបស់ខ្ញុំជាបន្តបន្ទាប់ហើយថ្ងៃនេះដែរវីដេអូរបស់ខ្ញុំគឺ get up early បន្តិចចេញតាំងពីម៉ោង 4:40 នាទីពីផ្ទះហើយការធ្វើដំណើរចេញពីផ្ទះរបស់ខ្ញុំថ្ងៃនេះដែរគឺយើងឆ្ពោះទៅកាន់ភ្នំប្រសិទ្ធដែលជាទីតាំងគោលដៅមួយដែលខ្ញុំឆ្ពោះតាំងពីព្រឹកព្រលឹមម៉ោងដោយសារតែវាមានរយៈពេលធ្វើការធ្វើដំណើររៀងយូរម៉ោងដែរនៅតាមផ្លូវគឺមានទេសភាពគយគុណច្រើនមែនតើខ្ញុំអត់បានថតតាំងពេលដែលខ្ញុំធ្វើដំណើរមកទេប៉ុន្តែនៅពេលដែលចិត្តមកដល់គោលដៅគឺខ្ញុំបានទាញទូរស័ព្ទដៃដើម្បីថតផ្តិតយកនៅអនុស្សាវរីយ៍ក៏ដូចជាទិដ្ឋភាពនៅពេលដែលព្រះអាទិត្យកំពុងតែរះហើយអមជាមួយនឹងទេសភាពដែលមានដើមត្នោតអមសងខាងផ្លូវបែបនេះគឺស្អាតមែនទែនហើយនៅក្នុងឱកាសនេះដែរគឺខ្ញុំបានធ្វើដំណើរទៅកាន់ដីរបស់មេរបស់ខ្ញុំតែថ្ងៃនេះគឺជាថ្ងៃ party របស់ក្រុមហ៊ុន MSA រយៈពេល25ឆ្នាំហើយជាការអបអរសាទរគឺខ្ញុំត្រូវ get up early ដើម្បីធ្វើការដើរហាត់ប្រាណនៅកន្លែងដីមេរបស់ខ្ញុំនឹងឯងដើម្បីទទួលបានអារម្មណ៍មួយដែល fresh ហើយជាការចូលរួមរបស់បុគ្គលិកទាំងអស់គ្នារួមទាំងខ្ញុំជាមួយនឹងគ្រួសាររបស់ខ្ញុំផងដែរហើយឥឡូវនេះគឺយើងកំពុងតែទៅដល់គោលដៅហើយពួកខ្ញុំក៏កំពុងតែរកកន្លែងដើម្បីចតម៉ូតូទុកដែរព្រោះថាពេលដែលខ្ញុំធ្វើដំណើរចេញពីផ្ទះមកហ្នឹងគឺយើងធ្វើដំណើរដោយជិះម៉ូតូហើយឥឡូវនេះគឺពួកខ្ញុំបានបដូរជាមួយនឹងសម្លៀកបំពាក់ដើរហាត់ប្រាណហើយមុននឹងចាប់ផ្ដើមដើរគឺមេរបស់ខ្ញុំគាត់ធ្វើការនិយាយណែនាំពីការហាត់ប្រាណទាំងអស់គ្នាវេទនីយ៉ាងសុខភាពសំខាន់ទាំងអស់គ្នាចឹងថ្ងៃនេះយើងចាប់ដើមហាត់ប្រាណទាំងអស់គ្នាដើរដើម្បីសុខភាពបន្ទាប់ពីមេរបស់ខ្ញុំគាត់ធ្វើការនិយាយពាក់ព័ន្ធជាមួយនឹងសុខភាពហើយបងប្អូនទាំងអស់គ្នាគឺចាប់ផ្ដើមដើរទាំងអស់គ្នាឆ្ពោះសម្ដៅទៅខាងមុខឈ្នះមិនថាកលៈទេសៈណាក៏ដោយនៅពេលដែលវ័យរបស់យើងចាប់ផ្ដើមវិវត្តពីមួយឆ្នាំទៅមួយឆ្នាំពីមួយថ្ងៃទៅមួយថ្ងៃគឺសុខភាពរបស់យើងក៏ចាប់ផ្ដើមទ្រុឌទ្រោមដែរអ្វីដែលយើងអាចទិញបានទោះបីជាយើងមានលុយក៏ដោយគឺសុខភាពដូច្នេះហើយគឺការស្រឡាញ់សុខភាពការថែទាំសុខភាពមិនថាផ្លូវចិត្តផ្លូវកាយទេគឺពិតជាសំខាន់មែនតើដូច្នេះចូលរួមធ្វើលំហាត់ប្រាណនិងថែរក្សាសុខភាពដូច្នេះអ្នកទាំងអស់គ្នាអញ្ជើញមកតាមដានវីដេអូរបស់ខ្ញុំថាតើពេលដែលខ្ញុំដើរនឹងជួបប្រទះអីគេខ្លះហើយទស្សនវិជ្ជាការដើរហាត់ប្រាណរបស់ពួកយើងឆ្ងាយដល់កម្រិតណាតោះទៅមើលវីដេអូពេញទាំងអស់គ្នាកងពាន់ចិត្តចប់ហើយកងពាន់ទីចុងក្រោយកងពាន់ទីចុងក្រោយហើយគេដើរទៅមុខអស់ហើយនោះមើលកងពាន់ក្រោយគេតែมันជាបញ្ហានោះទេតែបណ្ដាថតរូបបណ្ដាមកដល់ខាងមុខនោះគឺគេមកដល់អស់ហើយនេះចុងក្រោយគេដើរផ្កាស្អាតអូខេបន្ទាប់ពីដើរហើយអស់រយៈពេល1ម៉ោងហើយគឺមេរបស់ខ្ញុំគឺគាត់កំពុងតែរៀបចំជាមួយនឹងនំបញ្ចុកស្លខ្មែរដើម្បីទទួលដល់បុគ្គលិកទាំងអស់ដែលគាត់បានដើរហាត់ប្រាណនៅពេលព្រឹកហ្នឹងណាទុកជាអាហារ breakfast ដែលយើងត្រូវញ៉ាំនៅពេលព្រឹកហ្នឹងហើយនៅក្នុង
ថានេះដែរគឺសិតតែគ្រឿងផ្សំដែលយើងត្រូវដាក់បន្ថែមបន្ថយគ្រឿងជាមួយនឹងសម្លនំបញ្ចុកនឹងអញ្ចឹងណាហើយទស្សនភាពទាំងមូលនៅក្នុងកម្មវិធីគឺកំពុងតែរៀបចំបដាហើយក្នុងនោះដែរគឺមានទូកជាច្រើនប្រហែលជា8ទៅ9ទូកព្រោះថាបុគ្គលិកដែលចូលរួមគឺថាច្រើនមែនតែនរួមមានខ្ញុំក្នុងនឹងដែរអញ្ចឹងណាហើយបុគ្គលិកទាំងអស់គឺអត់ទាន់មកដល់ទេដោយសារតែកម្មវិធីគឺចាប់ផ្ដើមនៅម៉ោង9ហើយខ្ញុំគឺមកដល់មុននេះគឺជាទស្សនភាពដែលយើងចូលទៅខាងក្នុងសម្រាប់ event party នៅថ្ងៃនេះដែរគឺខាងក្នុងគឺមានរោងមានតុអីអង្គុយអីចឹងទៅហើយនៅក្នុងនោះដែរគឺមានការទទួលមានដូចជាភេសជ្ជៈមានតាំងពីបង្អែមតកកឈូសទុកសម្រាប់បុគ្គលិកទាំងអស់ដែលគាត់បានចូលរួមនៅក្នុងកម្មវិធីអបអសាទរខួប25ឆ្នាំហើយនៅក្នុងនោះដែរគឺខ្ញុំក៏បាន order របស់ញ៉ាំដែរនៅក្នុងហ្នឹងមិនថាជាកាហ្វេមិនថាជាតែជ្រក់ green tea អីទាំងអស់ហ្នឹងគឺសុទ្ធសឹងតែជាស្នាដៃរបស់បុគ្គលិករបស់ក្រុមហ៊ុនទាំងអស់ហើយខ្ញុំក៏បាន order ជាមួយនឹងកាហ្វេដោះគោមួយកែវដែរតែខ្ញុំឲ្យអូនស្អាតគាត់ឆុងឲ្យខ្ញុំរៀងផ្អែមបន្តិចដោយសារតែខ្ញុំឥឡូវញ៉ាំលើវិញអត់សូវកើតទេហើយគាត់ក៏កំពុងតែធ្វើឲ្យខ្ញុំឡើងឆ្ងាញ់ពិសាផងដែរមុននឹងកម្មវិធីរបស់យើងចាប់ផ្ដើមគឺយើងនាំគ្នាក្រោកឈរដើម្បីគោរពបទនគររាជដែលជាបទជាតិនៅក្នុងប្រទេសកម្ពុជាពីការថ្លែងសន្ទរកថារបស់មេរបស់ខ្ញុំហើយគឺពួកយើងចាប់ផ្ដើមចូលមកដល់កម្មវិធីតែម្ដងបងយកកងឈូបង bố món màu chảហើយវីដេអូរបស់ខ្ញុំជាចុងក្រោយក៏មានតែប៉ុណ្្នឹងដែរជួបគ្នាជាមួយនឹងវីដេអូបន្តទៀតហើយសូមឲ្យអ្នកទាំងអស់គ្នាមានសុខភាពល្អមិនថាអ្នកតាមដានឬមួយក៏សមាជិកណាមួយដែលនៅក្នុងវីដេអូរបស់ខ្ញុំនឹងជូនពរឲ្យក្រុមហ៊ុន MSA កាន់តែទទួលបានអតិថិជនកាន់តែច្រើនហើយនឹងរីកចម្រើនលូតលាស់ទៅមុខជាមួយគ្នា Thank you guys for watching and please like and subscribe.
By the way, thank you for watching our videos and like and subscribe. So bye bye.